មុនពេលមានម៉ាស៊ីនមកធ្វើបដិវត្តន៍លើវិស័យកសិកម្មការងារស្រែចម្ការត្រូវពឹងផ្អែកលើកម្លាំងសត្វពាហនៈដូចជាសេះគោក្របីនិងម៉ាស៊ីនដែលដោយកម្លាំងចំហាយទឹកដែលស្មុគស្មាញនិងមានគ្រោះថ្នាក់ម៉ាស៊ីនដែលដោយកម្លាំងចំហាយទឹកដ៏ធំទាំងនោះមានទម្ងន់ធ្ងន់ពិបាកបញ្ជាហើយជារឿយតែងតែបង្កជាអគ្គិភ័យឆេះផលដំណាំស្ងួតដោយសារតែផ្កាភ្លើងហោះចេញពីម៉ាស៊ីននៅឆ្នាំ1892អ្នកបង្កើតថ្មីម្នាក់មកពីរដ្ឋអ៊ីអូវ៉ាសហរដ្ឋអាមេរិកឈ្មោះ John Froelich បានរកឃើញដំណោះស្រាយចំពោះបញ្ហាដ៏ធ្ងន់ធ្ងរនេះដោយធ្វើការសហការជាមួយជាងដែកឈ្មោះ Wheelman លោក Froelich បានយកម៉ាស៊ីនប្រើសាំងស៊ីឡាំងមួយប្រភេទ Van Dusen មកបំពាក់លើឆ្អឹងកង់របស់ម៉ាស៊ីនដែលដោយកម្លាំងចំហាយទឹក Robinson ចំណុចសំខាន់បំផុតនោះគឺលោកបានបង្កើតប្រព័ន្ធចង្កឹះលេខពិសេសមួយដែលអនុញ្ញាតឲ្យម៉ាស៊ីនអាចបើកបរទៅមុខនិងថយក្រោយបានបង្កើតជាកំណើតមេកានិកពិតប្រាកដនៃត្រាក់ទ័រទំនើបនាដោយស្លឹកឈើជ្រុះឆ្នាំនោះលោក Froelich បានយកម៉ាស៊ីនពិសោធន៍របស់គាត់ទៅសាកល្បងនៅរដ្ឋ South Dakota ក្នុងរយៈពេល52ថ្ងៃម៉ាស៊ីនរបស់គាត់បានបោកស្រូវសាលីអស់ចំនួន 72,000 ប៊ូសែនដោយជោគជ័យនិងមិនបង្កឲ្យមានអគ្គិភ័យសូម្បីតែម្ដងទោះបីជារហស្សនាមពាក្យថា Tractor ត្រូវបានគេបង្កើតឡើងនៅពេលក្រោយដោយវិស្វករ Charles Hart និង Charles Phan នៅប្រមាណឆ្នាំ1906ក៏ដោយប៉ុន្តែរបបគំហើញឆ្នាំ1892របស់លោក Froelich បានក្លាយជា Tractor ដែលដោយថាមពលសាំងដំបូងគេបង្អស់លើពិភពលោកដែលជាក្រឹតបង្កើតក្រុមហ៊ុនធំៗដូចជា Water, Loop, Boy និង John នាពេលបច្ចុប្បន្ន